Saya ngomong ini serap video ini dengan copy video munគឺធ្វើ inter VLAN រវាង PC មួយនិង Windows 8ដែលមួយនៅ VLAN 10និង VLAN 20ដាក់វីដេអូនេះយើងនឹង configure ឲ្យ Microtik មាន internet ហើយ PC យើងក៏មាន internet ដូចគ្នាដែរនេះសម្រាប់អ្នកដែលក៏បានមើលវីដេអូមុនមើលវីដេអូនេះក៏ជាប្រយោជន៍ដែរប្រយោជន៍របៀបការវា configure ឲ្យ Microtik យើងបាន internet តាមរយៈការប្រើប្រាស់ PPTPE account ហើយនឹងការ add firewall ដើម្បីឲ្យ PC យើងឡើង internet អូខេហើយយើងទៅធ្វើ configuration អស់គ្នាហើយមានថែមចំណុចមួយទៅយើងប្រើ PE account នេះគឺនៅក្រុមហ៊ុនមែនតើក្រុមហ៊ុនសិទ្ធិប្រកបគឺគេនិយមប៉ុណ្ណាហើយអូខេហើយយើងទៅធ្វើ configuration អស់គ្នាចូលតាមរយៈនេះinternet យើងជាប់មក port ដូចណានៅ router យើងក្នុង lab នេះខ្ញុំអត់ឲ្យវាមក port 3នេះគឺមិនស្មានចង់ឲ្យគឺ internet ពី Microtik មួយនេះដែលយើងធ្វើតាមរយៈ PPTOE account នេះឲ្យដូចទៅនឹងធ្វើនៅក្រុមហ៊ុនពិតប្រាកដចឹងគឺវា Ethernet 1 នេះ Ethernet 2 នេះ Ethernet 3នេះរើត្រូវនេះគឺ Ethernet 1ដែលយើងចូលតាមហ្នឹងតាម port នេះគឺ port វាក៏គឺ port នេះមួយ Ethernet 1ត្រូវហើយយើងបែរឲ្យ user វាបានពីក្រុមហ៊ុនឲ្យបាច់ដាក់ទៅរបស់ខ្ញុំនេះគឺ password user នេះគឺទេប៉ុណ្ណឹងអូខេចាំរាប់តយើងមានណាមួយទៀតចូល file ដែរហ្នឹងវាចប់ដល់បន្តិចនេះយើងអាចឲ្យ PC យើងនៅ Windows នេះបានចំណេញដែរខ្ញុំទៅចូលណា
IP របស់ PC1 ចឹងអូខេពីក្រោយយើងឃើញទៅមុខកអូខេ PC យើងឡើងអ៊ីនធឺណិតបាន PC មួយនៅក្នុង VLAN 10មានអ៊ីនធឺណិតមួយនេះទៅ PC មួយទៅ VLAN 10មានអ៊ីនធឺណិតណានេះ IP ចោលសិនមានតួ IP ថ្មីVLAN 20 ក៏មានអ៊ីនធឺណិតដែរនេះខំមានអ៊ីនធឺណិតអូខេចឹង configuration យើងចូលបានទៅទេដាក់អ៊ីនធឺណិតឥឡូវយើងឃើញទៅ PC មួយតែយើងឃើញអ៊ីនធឺណិតហើយតើ VLAN យើងនៅតែស្គាល់គ្នាអត់ចុចធ្វើឲ្យច្បាស់ថាយើងឃើញទៅត្រូវនឹង IP នឹងអត់យើងនឹងធ្វើមកគ្នាយើងដាក់4ទៅយើងឃើញអូខេស្គាល់មកយើងឃើញមកវិញឥឡូវយើងដាក់4ឡើងពី PC1 វិញរបស់យើង configure អ៊ីនធឺណិតឲ្យ router និង PC នេះគឺយើងធ្វើបានទៅបងប្អូនគំនិតខ្ញុំជួយការចំណេញមកដើម្បីទូបានវីដេអូតមកទៀតបាទអរគុណបងប្អូនខ្ញុំក៏មានសេវាកម្ម support សម្រាប់ router Microtik និង 4GB ផងដែរបងប្អូនមានប្រការសូមបងប្អូនទាក់ទងមកខ្ញុំតាមរយៈ comment វីដេអូនេះក៏បានហើយក៏បងប្អូនតាមទាក់ទងខ្ញុំ